bà xong thì số bông mai bông ôn nào đấy bạn chân đi xong được làm sửa bông prong mà nét đây còn bạn ở su tha ta dân cua nhang bảo phê pro bài tịnh buồn hát đầm bậy ở chi sát bài bị bài hai chấm mười cà phê phổ viên bạn chứ bông ôn nào đấy bạn taต้องពីបញ្ហាជាមួយនឹងជំងឺកាពះវៀនគឺមានទៅតាមសុខភាពរៀងខ្លួនបងប្អូនអរនេះបាទអញ្ចឹងបើយើងអាចសរុបជារួមមកពេលច្រើនតើលើការទីមួយគឺពាក់ព័ន្ធជាមួយនឹងការខ្សោយកាពះពោះវៀនបាទអញ្ចឹងពាក់ព័ន្ធជាមួយការខ្សោយកាពះពោះវៀនហ្នឹងគឺបងប្អូនពេលដែលយើងញ៉ាំចំណីអាហារទៅមានអារម្មណ៍ថាដូចជាអាសាណែនពោះឆ្អល់ពោះពិបាកជាមួយការរំលាយអាហារពិបាកជាមួយការបោះជើងពិបាកជាមួយការគេងអាហ្នឹងគឺជាមួយនឹងបញ្ហាជាមួយនឹងការខ្សោយកាពះពោះវៀនហើយបាទបងប្អូនអរនេះបាទអញ្ចឹងទៅទៅពីការខ្សោយកាពះពោះវៀនហ្នឹងជាប្រចាំយូរទៅវាធ្វើឲ្យមានការពេលដែលយើងញ៉ាំចំណីអាហារទៅការរំលាយអាហារវាយឺតឬពិបាកជាមួយការរំលាយអាហារវាធ្វើឲ្យអាហារមានការច្រាឡើងមកលើបង្កឲ្យមានជាការខ្សោយទៅលើសាច់ដុំកកាពះរបស់យើងដូចជាងាយជាមួយនឹងការជ្រាបជាតិអាស៊ីតកាពះហ្នឹងឡើងមកក្នុងបំពង់អាហាររបស់យើងហើយបង្កឲ្យយើងដូចជាអាសាថប់ក្នុងចុងដង្ហើមឧស្សាហ៍មានបញ្ហាស្លែកនៅក្នុងបំពង់កបាទអាសាមានបញ្ហាធុំក្លិនមាត់បញ្ហាជ្រាងដណ្ដាប់នឹងឯងអញ្ចឹងទៅតងពីក្រៅពីបញ្ហាជាមួយនឹងការច្រាជាតិអាស៊ីតបាទគឺមានបញ្ហាជាមួយបងប្អូនខ្លះគាត់មានបញ្ហាជាមួយការលាបងប្អូនខ្លះគាត់មានបញ្ហាជាមួយមានមេរោគនៅក្នុងកាពះបាទបងប្អូនខ្លះគាត់ធ្ងន់ហ្មងគឺដំណើររឿងហានិកាពះចឹងទៅអញ្ចឹងទៅតងពីបញ្ហាជាមួយកាពះពោះវៀនគឺមានការអាការៈការផ្សេងការឈឺគឺផ្សេងគ្នាបងប្អូនអរនេះបាទអញ្ចឹងសួរថាតើយើងអាចប្រើប្រាស់ទៅលើអីខ្លះយើងសម្រាប់ការប្រើប្រាស់បងប្អូនអរនេះបាទយើងមិនអាចប្រើប្រាស់តែប្រភេទ probiotic មួយមុខទេគឺយើងមានការគប់ផ្សំគ្នាតែការគប់ផ្សំគ្នាបាទទាំងត្រឡប់នឹងការបងប្អូនទាំងត្រឡប់បងប្អូននឹងការរស់នៅប្រចាំថ្ងៃទាំងរបបអាហារទាំងការញ៉ាំជំនួយបន្ថែមទាំងការញ៉ាំថ្នាំអញ្ចឹងគឺមានការគប់ផ្សំគ្នាអូខេអញ្ចឹងសួរបើចូលសំណួរបងប្រុសវិញថាបងប្រុសថាគួរញ៉ាំប្រភេទ probiotic មួយណាដែលឲ្យសះស្បើយពីបញ្ហាកាពះអញ្ចឹងដូចខ្ញុំចែកមុននឹងអញ្ចឹងគឺមានការតការគប់ផ្សំគ្នាបងប្អូនអរបាទតការគប់ផ្សំគ្នាហើយប្រព័ន្ធជាមួយនឹងប្រព័ន្ធរំលាយអាហាររបស់យើងចុះខ្សោយហ្នឹងគឺបងប្អូនញ៉ាំ probiotic ទឹកគឺវាជួយទៅលើដំណើរការនៃការរំលាយអាហារជួយទៅលើការបំបែកអាហារជួយឲ្យប្រព័ន្ធរំលាយអាហារយើងគឺមានការបើកសូបសាច់ចិញ្ចឹមបានច្រើនជាងមុនជួយកម្ចាត់ពពុះបាក់តេរីមិនល្អមួយចំនួនដូចជាពពុះបាក់តេរីអាក្រក់អញ្ចឹងណាបាទហើយទៅលើការប្រើប្រាស់បងប្អូនអរនេះបានពាក់ព័ន្ធជាមួយការខ្សោយលើកាពះពោះវៀនយើងញ៉ាំទៅគឺឆាប់ធូរឆាប់ដឹងលឿនណាបាទប៉ុន្តែបើសិនជាបងប្អូននេះគាត់មានបញ្ហាជាមួយនឹងការរលាយអីផ្សេងវាទៅការដំណើរការនៃការធូរស្បើយពីបញ្ហាកាពះហ្នឹងអាចថាព្យាបាលលើកាពះពោះវៀនហ្នឹងអាចចន្លោះពី1ខែទៅ6ខែហ្នឹងអាស្រ័យទៅលើសុខភាពបងប្អូនអរគ្នាណាបាទបងប្អូនខ្លះគាត់តមបកាយតមអញ្ចឹងទៅយើងមិនថាមិនកាយតមថាយើងព្យាយាមតមឲ្យបានជាប់លាប់អញ្ចឹងទៅគឺបងប្អូនឆាប់ធូរស្បើយលឿនណាប៉ុន្តែបើសិនជាបងប្អូនញ៉ាំថ្នាំបាទទៅតាមការណែនាំគ្រូពេទ្យឬដូចជាធ្វើការញ៉ាំអីចំនួនបន្ថែមដូចជាពពុះ probiotic បាទដូចជាពពុះការផ្សំពពុះពីបន្លែផ្លែឈើក្របជនជាតិមួយចំនួនដែលគេដកសារចិញ្ចឹមមកដើម្បីយើងប្រើប្រាស់ដើម្បីយើងញ៉ាំហ្នឹងអាហ្នឹងវាជួយជំនួយបន្ថែមលឿនព្រោះដល់ពេលបងប្អូនជួយកាពះប្រកបណាស់ការញ៉ាំចំណីអាហាររាល់ថ្ងៃនេះគឺมันអាចគ្រប់គ្រាន់ផ្ដល់សារចិញ្ចឹមគ្រប់គ្រាន់ផ្ដល់មកដល់រាងកាយរបស់យើងទេអញ្ចឹងជាធម្មតាដល់ពេលបើយើងបងប្អូនយើងខ្សោយកាពះយើងញ៉ាំចំណីអាហារចូលទៅពេលយើងការបើសុខសារចិញ្ចឹមគឺបានតិចតួចអញ្ចឹងធ្វើឲ្យរាងកាយយើងគឺកង្វះជីវជាតិអញ្ចឹងដើម្បីប្រកបជីវជាតិបានបងប្អូនយើងមានជាមួយប្រភេទម្សៅហ្នឹងគឺញ៉ាំទៅបងប្អូនជួយបំពេញបន្ថែមទៅលើជីវជាតិផ្ដល់ដល់រាងកាយរបស់យើងណាជំនួយបន្ថែមជួយបំពេញសារចិញ្ចឹមមកដល់រាងកាយរបស់យើងអញ្ចឹងវាជួយបំពេញហើយវាជួយឲ្យរាងកាយយើងឆាប់ជួយជំរុញបន្ថែមបើសិនបងប្អូនមានបញ្ហាជាមួយការលាបវាជួយជំរុញបន្ថែមឲ្យឆាប់សះស្បើយពីបញ្ហាជាមួយការលាបនឹងផងដែរអញ្ចឹងណាអូខេអញ្ចឹងតើតងពីដំណើរការនៃការជួយលើបញ្ហាកាពះពោះវៀនបានធូរស្បើយនេះគឺមានការគប់ផ្សំគ្នាបាទអញ្ចឹងមិនថាបងប្អូនញ៉ាំតែមួយមុខអីគឺជួយបានទាំងអស់ទេគឺអត់ទេទៅការគប់ផ្សំគ្នាអញ្ចឹងណាបាទអញ្ចឹងគឺមានការចាត់លេខណាបាទសូមអរគុណច្រើន